នេះជាក្រុមរបាំមួយក្រុមឡើងមកទៀតហើយគឺថាជារបាំអប្សរាដែលមានសិល្បករនីឡើងមកសម្ដែងជូនទស្សនិកជនយើងនៅលើឆាកតន្ត្រីនេះពួកគាត់ស្លៀកពាក់ស្អាតបានដោយស្លៀកសំពត់ចងក្បិនអាវសដៃខ្លីហើយការរាំរបស់គាត់គឺមានសភាពទន់ភ្លន់លពតលវន់ហើយចង្កេះនឹងដងខ្លួនគឺកាច់ទៅតាមចង្វាក់ភ្លេងដែលប្រគំឡើងជាភ្លេងប្រពៃណីខ្មែរយើងហ្នឹងគឺភ្លេងរបាំអប្សរាហ្នឹងឯងគឺក្មេងតួស្រីដែលសម្ដែងហ្នឹងគឺតែជាក្មេងខ្លះកើតនៅស្រុកនេះស្រុកអាមេរិកហ្នឹងប៉ុន្តែមាននិស្ស័យស្រឡាញ់ខាងសិល្បៈក៏បានចូលទៅរៀនផ្នែកសិល្បៈមានគ្រប់ទម្រង់នៅក្នុងទីក្រុង Long Beach California សហរដ្ឋអាមេរិកហ្នឹងគឺមានគេបង្រៀនរាំគេបង្រៀនអក្សរខ្មែរមានចាស់មានក្មេងអីចឹងទៅគឺថាខ្មែរយើងមកដល់ទីក្រុង Long Beach ហ្នឹងរដ្ឋ California សហរដ្ឋអាមេរិកហ្នឹងបានបង្កើតកម្មវិធីខ្លួនឯងដោយមានការបង្រៀនជាអក្សរសាស្ត្រខ្មែរមានបង្រៀនពីរបៀបរាំពីតែផ្សេងទៀតមានជាអង្គការជាអីច្រើនណាស់ដែលគេបង្រៀនមានបង្រៀនអំពីវប្បធម៌ប្រពៃណីដែលចេញពីសមាគមខ្មែរមកដើម្បីនឹងបង្ហាត់បង្រៀនកូនខ្មែរយើងដែលអ្នកកើតនៅទីនេះឲ្យយល់ដឹងអំពីវប្បធម៌របស់ខ្មែរយើងពីដើមតើវាយ៉ាងណាមានសារៈសំខាន់យ៉ាងណាសម្រាប់កូនខ្មែរយើងគ្រប់គ្នាពួកគេទោះបីជាកើតនៅទឹកដីអាមេរិកក៏ដោយតែក្តីស្រឡាញ់របស់ពួកគេគឺនៅតែស្រឡាញ់វប្បធម៌យើងពួកគាត់ខំរៀនរាំរៀនច្រៀងសម្ដែងរបាំអ្វីគ្រប់យ៉ាងដែលជារបស់ខ្មែរទាំងអក្សរសាស្ត្រគឺគាត់បានខំរៀននិយាយខំប្រឹងសរសេរគាត់ចេះនិយាយចេះសរសេរតាមដែលគេបានបង្រៀនហ្នឹងគឺគាត់បានប្រឹងប្រែងរៀនសូត្រមែនតែនទោះបីជាគាត់កើតនៅទីនេះក៏ដោយឪពុកម្ដាយខ្លះក៏បានបង្រៀនកូនឲ្យចេះនិយាយភាសាតាំងពីតូចដូច្នេះហើយពួកគាត់ក៏ចង់ចេះចង់ដឹងអំពីភាសារបស់ពួកគាត់ទៅប្រពៃណីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរយើងយ៉ាងម៉េចគឺគាត់ចង់ចេះចង់ដឹងចង់រៀនហើយគាត់បានអនុវត្តកើតផ្ទាល់តែម្ដងដូចជារបាំនេះជាដើមគឺមានបង្រៀននៅនឹងទីក្រុង Long Beach នឹងឯងបង្រៀននៅគេមានបើកបង្រៀននៅរាល់ថ្ងៃសៅរ៍ល្ងាចថ្ងៃសៅរ៍អីចឹងឯងបន្ទាប់ពីរៀននៅសាលារួចពួកគេក៏ល្ងាចឡើងទៅរៀននៅថ្ងៃសៅរ៍នៅទីក្រុង Long Beach នឹងឯងដើម្បីចាអរគុណសម្រាប់ការ